រឿងនិទានរឿងដូនចាស់និងសត្វទន្សាយនៅសម័យបុរាណពេលមុននៅចុងភូមិមួយមានដូនចាស់ម្នាក់រស់នៅក្នុងផ្ទះតូចជាប់នឹងព្រៃដូនចាស់នោះជាមនុស្សចិត្តល្អស្រឡាញ់ទាំងអស់យ៉ាងពិសេសសត្វតូចៗដែលនៅជុំវិញផ្ទះរបស់គាត់ពេលព្រឹកភ្លឺឡើងដូនចាស់ចេញទៅកាប់ស្លឹកចេកដើម្បីយកមកវេចអាហារនៅក្នុងព្រៃនោះមានទន្សាយតូចមួយរត់រើសផ្លែឈើបោះតាមដីដូនចាស់ឃើញទន្សាយកំពុងឈឺជើងគាត់បង្អកដើរយឺតៗដូនចាស់ស្រឡាញ់សត្វមកក៏បន្ទាប់មកជួយយកទន្សាយមកថែទាំនៅផ្ទះរបស់គាត់បាន2 ទៅ 3 ថ្ងៃកន្លងផុតទៅទន្សាយជាសះស្បើយវិញហើយក្លាយជាមិត្តជិតស្និទ្ធរបស់ដូនចាស់រៀងរាល់ពេលដូនចាស់ចេញទៅស្រែទន្សាយតែងតែរត់តាមខណៈដូនចាស់នាំអាហារចែកផ្ដល់ពេលល្ងាចទន្សាយក៏នាំផ្លែឈើតិចតួចមកឱ្យដូនចាស់វិញដូចជាការសងគុណថ្ងៃមួយទន្សាយឃើញដូនចាស់អស់ស្លឹកចេកសម្រាប់វេចចម្អិនម្ហូបរបស់គាត់ទន្សាយរត់ចូលព្រៃទៅយកផ្លែចេកមកពីដើមរបស់វាហេតុតែដើមចេកវាខ្ពស់ផងទន្សាយព្យាយាមឡើងដើមចេកនោះតែជើងរបស់វាឡើងមិនរួចទេវាមិនបោះបង់ឡើយពេលនោះសត្វដូនចាស់មួយក្បាលឃើញទន្សាយកំពុងព្យាយាមខាំដើមចេកឱ្យដួលក៏ចូលជួយទន្សាយទូលផ្លែចេកឱ្យបានយកមកដូនចាស់ឃើញសត្វទាំងពីរជួយគ្នាក៏សើចបន្ថែមនិងបន្ថែមអាហារចែកគ្នាហូបថ្ងៃចាប់ពីថ្ងៃនោះមកទន្សាយនិងសត្វដូនចាស់ក្លាយជាមិត្ត